ក្មេងស្រីអាយុ14ឆ្នាំម្នាក់ត្រូវបានជាប់គុកអស់មួយជីវិតដោយសារសម្លាប់ម្ដាយរបស់ខ្លួនដែលជាម្ដាយបង្កើតហ្នឹងអ្នកទាំងអស់គ្នាបានសម្រេចហើយនឹងចង់សម្លាប់ឪពុកចុងថែមមួយទៀតនៅថ្ងៃទី19ខែមិនិនាឆ្នាំ2024ក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិកក្មេងស្រីឈ្មោះ Carly ហ្នឹងអ្នកទាំងអស់គ្នាមានអាយុត្រឹមតែ14ឆ្នាំហ្នឹងណាបានបាញ់សម្លាប់ម្ដាយបង្កើតរបស់ខ្លួននៅផ្ទះហើយមូលហេតុដែលគាត់បាញ់សម្លាប់ម្ដាយផងគាត់បង្កើតហ្នឹងគឺដោយសារម្ដាយផងគាត់ហ្នឹងបានរកឃើញថាគាត់ហ្នឹងបានជួបបារីអេឡិចត្រូនិកនិងធ្វើរឿងផ្សេងៗទៀតដែលគាត់លាក់បាំងពីម្ដាយផងគាត់ហើយម្ដាយផងគាត់ហ្នឹងបានរកឃើញហើយនិយាយចេញចុះទៅបន្ទាប់មកគាត់ក៏មានអារម្មណ៍មួយថាខឹងមួយឆាវក៏បាញ់សម្លាប់ទៅតែមួយវិញទៀតហ្នឹងអ្នកទាំងអស់គ្នាគាត់ក៏មានបញ្ហាផ្លូវចិត្តដែរហើយនៅពេលដែលបាញ់សម្លាប់ម្ដាយរួច Kelly អត់មានបានទៅណាអ្នកទាំងអស់គ្នាគឺគេនៅអង្គុយលេងជាមួយសត្វឆ្កែនឹងធម្មតាហើយលេងទូរស័ព្ទផ្ញើសារធម្មតាប្រហែលជា7-50នាទីហើយក៏ផ្ញើសារទៅឪពុកចុងផងនាងដែរថាសួរថាពេលណាមកអីចឹងព្រោះចង់ឲ្យឪពុកចុងរបស់នាងហ្នឹងមកឲ្យឆាប់ហើយមួយវិញទៀតទូរស័ព្ទដែលផ្ញើសារហ្នឹងគឺយកទូរស័ព្ទម្ដាយរបស់នាងហ្នឹងយកទៅផ្ញើសារនិយាយទៅគឺគាត់បន្លំថាជាម្ដាយផងគាត់ដែលផ្ញើសារទៅឪពុកចុងហ្នឹងហើយមួយវិញទៀតហ្នឹងគាត់ក៏បានផ្ញើសារទៅមិត្តភក្តិផងគាត់ដែរគាត់ចង់ឲ្យមិត្តភក្តិផងគាត់ហ្នឹងមកលេងផ្ទះហើយអ្វីដែលគាត់សួរហ្នឹងគឺសួរចម្លែកមែនតើទៅមិត្តភក្តិមួយហ្នឹងគាត់បានសួរទៅមិត្តភក្តិផងគាត់ថាតើអ្នកឯងហ្នឹងធ្លាប់ដែរឃើញសាកសពតភ្នែកអត់ឬមួយក៏ដែរឃើញសាកសពពិតអត់ហើយបន្ទាប់ពីលេងសារ7-50នាទីហើយអ្នកទាំងអស់គ្នាឪពុកចុងគាត់ហ្នឹងក៏មកដល់ហើយ Carly អត់មានព្រះអង្គយូរឯងគ្រាន់តែឃើញអញ្ចឹងភ្លាមក៏យកកាភ្លើងបាញ់ឪពុកចុងហ្នឹងនៅតាមទ្វារហ្នឹងឯងប៉ុន្តែសំណាងល្អបាញ់តត្រូវស្មាបន្តិចណាអ្នកទាំងអស់គ្នាហើយបន្ទាប់ពីហ្នឹងគេចាប់ Kelly ណាអ្នកទាំងអស់គ្នាគេយក Kelly ហ្នឹងទៅតុលាការហើយរំលងពេលដែល Kelly នៅតុលាការហ្នឹងក៏បានយំរៀបរាប់ដែរថាគាត់ហ្នឹងមានវិបត្តិផ្លូវចិត្តហើយមានចិត្តតែមានសម្លេងអីនៅក្នុងខួរក្បាលរបស់គាត់អីអញ្ចឹងទៅហើយនៅពេលដែលតុលាការស្រាវជ្រាវអំពីប្រវត្តិ Kelly ហ្នឹងអ្នកទាំងអស់គ្នា Kelly ពិតជាមានវិបត្តិផ្លូវចិត្តមែនប៉ុន្តែគេអត់បញ្ជាក់ថាវាវិបត្តិរឿងអីគេហើយមុនថ្ងៃដែល Kelly ហ្នឹងបាញ់ម្ដាយបង្កើតផងនាងហ្នឹងមុនថ្ងៃហ្នឹងក៏បានទៅដូរថ្នាំអារឿងផ្លូវចិត្តហ្នឹងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ Kelly អត់បានរួចទោសដែរអ្នកទាំងអស់គ្នាព្រោះគេមានទាំងកាមេរ៉ាគេមាននិយាយទៅមានភស្តុតាងទាំងអស់ហ្មងអញ្ចឹង Kelly ជាប់គុកអស់មួយជីវិត